សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានមិនមីពងមួយបងប្អូនគេហៅថាមិនប្រភេទមិនចែណាបងប្អូនអានេះមិនបែបមកកមុំបងប្អូនកូនពងដបងណាបងប្អូនយើងយកវាមកប្រឡាក់បុកទឹកសោះបានប្រឡាក់បានយើងអប់ជាមួយអំបិលគ្រួសយើងបងប្អូនអានេះហៅមិនអំបិលរសជាតិធម្មតាវាប្រភេទមិននេះគឺជាមិនបែបគេហៅពូជមិនព្រៃបងប្អូនមិនព្រៃយើងឃើញតែជើងវាទូចមិននេះគេហៅមិនព្រៃបងប្អូនសារតាយើងចេមតាមវាលស្រែទៅវាជើងវាទូចឃើញមិនព្រៃអញ្ចឹងហើយវាពងដបងទេបងប្អូនអើយជើងទូចញ៉ែបខ្លាញ់ល្ងើលហើយមើលសាច់លឿងបងប្អូនអើយមិនព្រៃមកអេមនេះលក្ខណៈថាវានៅក្នុងស្រកទៅវាកាត់ជាកាត់មិនស្រកអញ្ចឹងបងប្អូនហើយយើងយកវាមកដើម្បីអាំងបងប្អូនប្រឡាក់ក៏បានហើយអប់ជាមួយខ្លាញ់ក៏បានជាមួយទឹកដូងក៏បានដែរបងប្អូនគោកានេះយើងមានគ្រឿងផ្សំអីនេះអានេះទឹកសោះគេបកវាម៉ត់មានរំដេងស្លឹកក្រូចយើងបងប្អូនយើងលាបច្បល់វាឲ្យវាចូលជាតិទុកវាមកស្ទុះហើយយើងយកមកប្រឡាក់អញ្ចឹងបងប្អូនចាំមើលថាវារសជាតិនឹងតែអេមបងប្អូនអើយធានាថាអេមតែពិតមហូបបែបចេះអីបងប្អូនយើងងាយទេបងប្អូនអើយយើងដល់តែធ្វើវាឲ្យវាដុតដៃដុតជើងបងប្អូនវាតំណងណាមួយយើងវារវល់យើងមានពេលធ្វើហ្នឹងក៏កម្មវិធីជួបជុំបងប្អូនតិចក៏ចាប់ដើមធ្វើរបៀបថាជួបលៀងបងប្អូនជួបលៀងរបៀបកម្មវិធីអញ្ចឹងហើយពុកម៉ែបងប្អូនមានតិចអីដាក់មុខហូបមួយមុខនេះទៅគ្នា 4-5 នាក់ទៅធានាតែជាតិបងប្អូនអើយជាតិរវៃប្រៀបទាមមិនបានទេបែបថាមិនដិតអីចេះនេះប្រឡាក់គ្រឿងរួចជាស្រេចបងប្អូនខ្ញុំពេលដែលខ្ញុំឃ្លានគឺខ្ញុំធ្វើឲ្យបងប្អូនអើយខ្ញុំមិនឡាយថាទៅទិញគេទេបងប្អូនមិននេះទិញគេក៏មិនថោកដែរមួយនេះប្រហែលខ្ទង់20000-30000ណាបើសិនជាយើងធ្វើខ្លួនឯងចេះយើងអត់អស់លុយទេយើងអស់ថារបៀបថាវិជាអញ្ចឹងមួយយួរទៅពីរយួរអញ្ចឹងមិត្តភ័ក្តិបងប្អូនយើងទ្រាប់ជាមួយរំដេងស្លឹកក្រូចមកបងប្អូននេះដាក់ចេះមកយើងយកមិនដាក់ផ្កាប់វាអញ្ចឹងបងប្អូននេះគេហៅអប់កុលក្រៃអញ្ចឹងនេះហៅចង្ហុយនេះតែពិតទៅវាចង្ហុយយើងអត់ប្រើនេះទេយើងលាបវាចេះបងប្អូនមុខម្ហូបនេះធានាថាបងប្អូនថាឃើញហើយដឹងថារសជាតិដឹងថាអេមបងប្អូនអើយធានាថាជាតិឲ្យ10លើ10បងប្អូនហើយចំពោះបងប្អូនដែលមានកម្មវិធីអីបងប្អូនអាចធ្វើមុខម្ហូបនេះបានដោយសារតាមុខម្ហូបនេះវាមិនមានអីច្រើនទេយើងធ្វើបែបថាលក្ខណៈគ្រួសារអីចេះបងប្អូនអើយវាដោយសារតាខ្ញុំវាយ៉ាដែរបងប្អូនរោមួយថ្ងៃរស់មួយថ្ងៃមានអីហូបនោះទៅវាមិនដឹងពីយ៉ាអីទេហើយយើងពិបាកទៅចូលហាងចូលអីដល់អស់លុយ4-10-20ម៉ឺនអីទេតែប៉ុណ្ណេះបោះបោនេះបងប្អូនដាក់ឆ្នាំងចូលហើយធានាទៅជាតិបងប្អូនហើយពុកម៉ែបងប្អូនសូមជួយ like ជួយ share ម្នាក់មួយផងបងប្អូនដើម្បីខ្ញុំធ្វើបង្ហាញនៅបទមហូបមួយនេះឲ្យបានដល់អ្នកទាំងអស់គ្នាបងប្អូននេះបន្លែគេមានពីវិញមុខសាឡាត់ខាត់ណាស់ហើយស្ពៃទៀតនេះតើមកមិនមកយើងគឺវាឆ្អិនហើយបងប្អូនឃ្លាតចាប់ផ្ដើមចេញរូបរាងហើយបងប្អូនអាចក្រូបាននេះនិយាយពីសាច់គេហៅអាសាច់ស្រួយមិនព្រៃបងឯងមើលសាច់ទៅវារឹងចកឹះបែបបាច់ធម្មជាតិបងប្អូនមានពងមានអីទៀតហើយចំពោះមុខម្ហូបនេះគឺរួចរាល់ហើយបងប្អូនយើងចាប់ផ្ដើមញ៉ាំហើយយើងកាប់វាទៅនេះកាប់វាជាកង់បើកំពេលកាប់បញ្ចង់មុតបងប្អូនអើយនេះគេហៅមិនគេហៅសាច់ស្រួយមិនគេហៅមិនកាត់ព្រៃបងប្អូនសាច់វាស្រួយបងប្អូនអើយជាតិណាស់នេះបងប្អូនហ្នឹងហើយបងប្អូនយើងមានអីច្រើនទេបងប្អូនមានតែវីដេអូមួយនេះដើម្បីចែករំលែកចំពោះបងប្អូនណាដែលមានចំណាប់អារម្មណ៍បងប្អូនអាចមើលវីដេអូនេះទៅយកតម្រាប់តាមខ្ញុំទៅវានឹងធ្វើឲ្យបងប្អូនហ្នឹង
កម្មវិធីកាន់តែរៀលដាលកាន់តែធំទៅអញ្ចឹងបងប្អូនហើយចំពោះមុខម្ហូបខ្ញុំចាប់ផ្ដើមហើយវាមិនមានអីច្រើនទេបងប្អូនអើយកាប់អូយើងយើងក៏ចាប់ផ្ដើមដាក់ជីកង់បងប្អូនអើយវាមិនជីស្ដីទេបងប្អូនដាក់តាមមួយកេះហ្នឹងមិនមួយនោះគ្នា5នាក់អីទៅសូវងរកផ្លូវទៅផ្ទះមិនឃើញហើយចំពោះពុកម៉ែបងប្អូនសូមអរគុណច្រើនសម្រាប់ការ like ការ share ទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងចាប់ផ្ដើមធ្វើបង្ហើយហើយបងប្អូនអើយបាទអរគុណមុខម្ហូបនេះគឺបានហើយបងប្អូននេះមកចានប៉ុណ្ណេះធានាតែជាតិ double ជាតិហ្នឹងហើយបងប្អូនអរគុណនៅសល់មួយជាហៀងនេះក៏យើងទុកព្រឹកទៅចំពោះបងប្អូនដែលនិយមគាំទ្រជួយ like ជួយ share ម្នាក់មួយបងប្អូនអាចជួយបានអរគុណជួបគ្នាវីដេអូក្រោយបាយ